วิธีសាស្ត្រដោះស្រាយនៅពេលដែលយើងភ្លេចលេខកូដ password account Facebook របស់ខ្លួនឯងបងប្អូនដែលប្រើប្រាស់ account Facebook រាល់ថ្ងៃមានចាំ password account របស់ខ្លួនឯងអត់ប្រយ័ត្នអត់ចាំណាប្រយ័ត្នថ្ងៃណាមួយច្រឡំ log ដៃ log out ចេញ log in លេងចូលបើកអត់បានហើយប្រយ័ត្នតែ Facebook គេ update អីមួយ account យើង load ចេញខ្លួនឯងណាស្រាប់តែ log in ចូលវិញអត់ដឹង password ហើយចង់ដោះស្រាយក៏ពិបាកដែរអញ្ចឹងថ្ងៃនេះខ្ញុំនឹងណែនាំប្រាប់វិធីសាស្ត្របងប្អូនមួយស្នើទៅយកលេខកូដ password លេខកូដថ្មីទាំងដែលយើងមិនបាច់ចាំលេខកូដចាស់ទេយើងអាចស្នើលេខកូដថ្មីបានហើយយើងក៏ទុកដើម្បីឲ្យចាំគេលោកថ្ងៃណាមួយ Facebook update បាត់ account យើង log in ចូលបានហើយមានអស់លុយទាំងអស់ខ្ញុំនឹងណែនាំប្រាប់បងប្អូននៅក្នុងវីដេអូមួយនេះចាជំនាញដំបូងចូលមកកាន់ account Facebook របស់យើងហើយចុចកន្លែងស្មើខាងលើឆ្វេងមកដល់កន្លែងនេះអស់ចូលទៅខាងក្រោមយកពាក្យ setting នៅខាងក្រោម setting and privacy ចូល setting មួយទៀតមកដល់កន្លែងនេះបងប្អូនយកពាក្យ account center ហើយមកដល់កន្លែងនេះចុចយកពាក្យ password and security មើលតាមព្រួញចុចបើកកន្លែងហ្នឹងមកកន្លែងនេះបងប្អូនចុចយកពាក្យ change password មកដល់កន្លែងនេះ account យើងនឹងបង្ហាញមកទាំងអស់បើយើងមាន account ច្រើនណាហើយបើចង់យក password ថ្មីមួយណាចុចយក account មួយហ្នឹងមកដល់កន្លែងនេះគេឲ្យយើងចុច password ចាស់ password ថ្មីតែយើងអត់ចាំទាំងអស់អញ្ចឹងយើងចុចយកពាក្យខាងក្រោមនេះអ្វីដែលយើងត្រូវចុច forget your password ហើយ QQ ហ្នឹងណាបន្ទាប់មកទៀតគេនឹងឲ្យជំរើសយើងដើម្បីឲ្យគេផ្ញើលេខកូដផ្ទៀងផ្ទាត់ណាវាមាន WhatsApp វាមាន Gmail លេខទូរស័ព្ទរបស់យើងធម្មតា Facebook យើងប្រកាសជាបង្កើតដោយ Gmail ឬក៏លេខទូរស័ព្ទអីអញ្ចឹងបងប្អូនជ្រើសរើសមួយមកបញ្ចូលបាយដែរងាយស្រួលចាំលេខដាក់លេខមកខ្ញុំសូមយក Gmail ទៅចាហើយចុចពាក្យ continue អូខេរងចាំមួយផ្លែតហើយយើងរយៈពេលនៃការរងចាំលេខកូដហ្នឹងចាគេឲ្យយើងចុចបន្តទៀតនេះ F ធំ8លេខ8គេឲ្យយើងចុចអីយើងចុចតាមគេទៅកុំឲ្យខុសណាអានេះជាគោលការណ៍របស់ Facebook ចាគេចង់ដឹងថាយើងហ្នឹងជា Robert អត់ឬក៏ជាមនុស្សយើងចុចឲ្យត្រូវចឹងហើយយើងទៅបើកយកលេខកូដដែលគេផ្ញើមកក្នុង Gmail យើងមិញហ្នឹងឬក៏លេខទូរស័ព្ទដែលយើងដាក់ហ្នឹងណាអានេះក្រុមហ៊ុន Facebook ផ្ញើមកផ្ទាល់គេណាចំណាំនោះគេមានគ្រីសខៀវ copy យកលេខកូដហ្នឹងមកចុចយកដៃចុចលើនឹងអាយុវាលោតពាក្យ copy ហើយមិនផៃលេខកូដហ្នឹងក្រៅពី account យើងបើកមិនបានទេបន្ទាប់មកយកមកដាក់ចូលកន្លែងដែលគេឲ្យរងចាំនេះ pass ទៅហើយចុចពាក្យ continue ទៅហើយគេនឹងឲ្យយើងចុចស្នើលេខកូដថ្មីអាហ្នឹងបើលក្ខណៈថាយើងមិនចាំធ្វើបែបហ្នឹងកុំចាំទៅ account load ចេញបាត់ហើយបានដោះស្រាយយ៉ាប់ហើយអូខេចុចលេខកូដថ្មីមកហើយកត់ទុកហើយចុចសញ្ញា next ហ្នឹងទៅហ្នឹងលេខកូដយើងបង្កើតថ្មីហ្មងណាបង្កើតទៅអូខេអានេះចប់សម្រាប់ Android ចូលមកកាន់មិញ iPhone ឥឡូវចូលមកកាន់ Android បងប្អូនចុចដូចគ្នាអាសញ្ញាស្មើខាងលើនៃ account យើងហើយបន្តមកទៀតចុចបើក setting and privacy ចុចបើកកន្លែង setting បន្តមកទៀតបើក setting ហើយចុច account center ដដែលហ្នឹងអានេះសម្រាប់ Android ចុចកន្លែង account center ហើយបន្តមកទៀតចុច password and security មកដល់កន្លែងនេះចុចកន្លែង change password ដូចគ្នាទេណាគ្រាន់ថាខុស model គ្នាតិចតួចទេតែមកដល់កន្លែងនេះចុចបើក account ហើយមកដល់កន្លែងនេះចុចយកក្រុមគេ forget your password ចាធ្វើតាមដូច iPhone អញ្ចឹងណាជ្រើសរើសតាមគេអញ្ចឹងមកហើយនេះខ្ញុំគ្រាន់ប្រាប់ព្រោះខ្ញុំប្រាប់ពីមុនហើយណាអញ្ចឹងចុចដូចគ្នាអរគុណច្រើនបងប្អូនអរគុណបងប្អូនទាំងអស់គ្នាបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់ខ្លួនឯងនិងអ្នកដទៃសូមជួយ share ចែករំលែកទាំងអស់គ្នាខ្ញុំនឹងជួបបងប្អូននៅចំណេះដឹងថ្មីបន្តទៀតអរគុណជម្រាបលា